ក្នុងវីដេអូនេះផងដែរគឺខ្ញុំបង្ហាញតាក់ទងជាមួយនឹងរបៀបក្នុងការបិទ account Facebook មួយរយៈមានន័យថានៅពេលដែលបងប្អូនអរគ្នាចង់ឈប់លេង account Facebook យើងមួយហ្នឹងចង់ផ្អាកឈប់លេងមករយៈសិនហើយយើងអត់ចង់ទុកចោលអញ្ចឹងទេអញ្ចឹងណាអញ្ចឹងFacebook ក៏មាន function មួយបិទFacebook របស់យើងផងដែរមានថាបិទហ្នឹងមិនមែនលុបចោលទេគឺយើងបិទឈប់ប្រើមួយរយៈអញ្ចឹងនៅពេលដែលបិទហ្នឹងគឺមានន័យថាfriend របស់យើងឆាតមកក៏អត់ចូលហើយឃើញយើង online ក៏អត់ឃើញដែរអញ្ចឹងមានថា Facebook ហ្នឹងគឺត្រូវបានបិទមួយរយៈខ្លីណាមួយដែលយើងបានកំណត់អញ្ចឹងណាអូខេអញ្ចឹងដើម្បីបិទបានគឺយើងចូលទៅកាន់ Facebook អ្នកនរគ្នាមកនេះខ្ញុំបង្ហាញនៅលើទូរស័ព្ទប្រភេទ Android ប្រភេទ iPhone ក៏មានលក្ខណៈដូចគ្នាដែរបាទអញ្ចឹងយើងចូលមកកន្លែង profile Facebook របស់យើងមកបាទយើងចូលមកវាតែមានចេះហើយបាទអញ្ចឹងយើងចូលមកចូលកន្លែង profile បាទ profile ហើយនេះខ្ញុំបង្ហាញនៅឆ្នាំ2026បាទ Facebook ក៏មានការ update គេហៅថា function មួយចំនួនដែរក៏ដូចជា option បាទអញ្ចឹងមកបងប្អូនគ្នាមើលទៅអាចថារៀងច្រឡំដែរអញ្ចឹងនេះខ្ញុំធ្វើនៅឆ្នាំ2026អញ្ចឹងវាអាចថា update function មួយចំនួនខ្លះដែរបងប្អូនគ្នារកអត់ឃើញអញ្ចឹងណាអូខេអញ្ចឹងយើងចូលមកកន្លែងពាក្យថា profile ហើយយើងចូលមកកន្លែងនេះបាទកន្លែងកម្ម3នេះបាទយើងចូលមកនេះជាងទៅ scroll រកពាក្យថា setting and privacy បាទនេះហើយចូលមកកន្លែងពាក្យថា setting បាទខាងក្រោមនេះបាទយើងចូលមកកន្លែងបែបនេះការ2026ដែរFacebook ក៏មានការ update តាក់ទងជាមួយនឹង setting and privacy មួយចំនួនដែរតែមិនថ្មីទេគឺពេលដែលបងប្អូននេះចូលមកកន្លែងហ្នឹងគឺយើងចូលមកកន្លែងពាក្យថានេះ account counter នេះបាទចូលកន្លែងហ្នឹងមកបន្ទាប់ពីចូលមកកន្លែងហ្នឹងគឺយើងរកពាក្យថា manage account បាទ manage account នេះខាងក្រោមនេះបាទ manage account អូខេយើងចូលមកបន្ទាប់ពីយើងចូលមកគឺឃើញ account របស់យើងនៅហ្នឹងហើយក៏តែនេះខ្ញុំប្រើជាមួយនឹង Instagram ដែរវា load 2អញ្ចឹងណាអញ្ចឹងយើងរកពាក្យ Facebook របស់យើងបាទ account របស់យើងណានេះនៅខាងលើគេហ្នឹងបន្ទាប់ពីយើងចូលឃើញហើយយើងចូលពាក្យថា manage បាទ manage មកអូខេមកដល់កន្លែងនេះគឺយើងគេឲ្យមាន option 2ទៀតគេថា move out of this account counter មួយទៀត disactivate ឬក៏ or delete deletion ហ្នឹងគឺហ្នឹងគេសួរថាយើងចង់បិទមួយរយៈឬក៏លុប account កន្លែង function ទី2ណាmoditional generation នេះអានេះយើងមិនបាច់ចូលប្រើវាក៏បានដែរឥឡូវយើងបង្ហាញតាក់ទងជាមួយតែចង់ផ្អាក account Facebook របស់យើងទេអញ្ចឹងដើម្បីចង់ផ្អាកបានយើងចូល option ឬក៏ function ទី2នេះបាទចូលមកបាទបន្ទាប់ពីយើងចូលមកគឺយើងគេឲ្យយើងសួរថាទី1គឺផ្អាកនេះឃើញហើយ option ទី1គឺថាផ្អាក account Facebook មករយៈសិនបាទទី2delete account មានថាលុប account Facebook របស់យើងប្រើហ្នឹងគឺលុបចោលជារៀងរហូតបាទអញ្ចឹងនៅក្នុងវីដេអូក្រោយគឺខ្ញុំបង្ហាញតាក់ទងជាមួយនឹង delete account ថាគេ delete account របៀបណាអញ្ចឹងនេះដើម្បីផ្អាកអញ្ចឹងដើម្បីផ្អាកគឺយើង select នៅលើខាងលើគេបាទបន្ទាប់ពីយើង select ហើយគឺយើងចុចពាក្យថា continue មកបាទ continue នៅពេលដែលបងប្អូននេះចង់ផ្អាកគឺមានថាទាំង page ទាំងអីអស់ហ្នឹងគឺបាទទាំង page ទាំងអីអស់ហ្នឹងគឺត្រូវបានផ្អាកដែរបាទព្រោះអី admin ដែលកាន់ page ហ្នឹងគឺ admin មួយហ្នឹងអញ្ចឹងបើសិនជាបងប្អូនអ្នកគ្នាចង់ធ្វើការផ្អាក account កុំឲ្យធ្វើការផ្អាក page គឺយើងត្រូវតែ add admin ផ្សេងមួយទៀតวันนี้admin របស់ខ្ញុំគឺនៅជាមួយគ្នាអញ្ចឹងនៅពេលដែលផ្អាកគឺផ្អាកទាំងអស់បាទអញ្ចឹងយើងគិតថាចង់ផ្អាកហើយគឺយើងចុច continue ម្ដងទៀតបាទចាំបន្តិចទៅមកដល់កន្លែងនេះគេដាក់ឲ្យយើងវាយ password ដែរអញ្ចឹងនៅពេលបងប្អូនអ្នកគ្នាចង់ធ្វើការផ្អាកត្រូវចាំ password ដែរណាបើមិនអត់ចាំទេយើងក៏អាចបិទFacebook បានដែរអញ្ចឹងត្រូវការវាយ password បញ្ចូលទៅអញ្ចឹងខ្ញុំអត់ផ្អាកទេដោយសាររបស់ខ្ញុំត្រូវការលេងដែរអញ្ចឹងណាអានេះcònជាវីដេអូដែលឧទាហរណ៍ទេហើយនៅខំតាអ្នកនរគ្នាអាចធ្វើបានកុំភ្លេចជួយ share វីដេអូនេះផងបាទសូមអរគុណ